បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃដែលខ្ញុំមកបង្ហាញនឹងប្រាប់ពីរបៀបបង្ហូរប្រេងម៉ាស៊ីនផងដែលបងប្អូនមួយចំនួនដែលគាត់ដឹងថាបង្ហូរកន្លែងណាមុនដំបូងយើងត្រូវដោះខ្សែពានចេញសិនយើងត្រូវបបល់ដោះខ្សែពានចេញដោយសារម៉ាស៊ីនយើងនៅលើតុអញ្ចឹងយើងត្រូវបបល់ដោះខ្សែពានហើយនឹងដោះច្រវាក់វានៅខាងក្រោយនេះបន្ទាប់មកបងត្រូវលើក្បាលម៉ាស៊ីនឡើងលើតុមកនេះដូចខ្ញុំលើកអញ្ចឹងបងលើក្បាលម៉ាស៊ីនដាក់លើតុហើយបងមើលចំហៀងម៉ាស៊ីនណាខាងជ័រហ្នឹងបងឃើញខ្ចៅវាមកក្រោយខាងក្រោមនេះឃើញខ្ញុំយកទូវីមូអត់ណាខ្ចៅហ្នឹងយើងគ្រាន់មូវាចេញវាមកបងមូវាចេញវាមកគឺយើងអាចបង្ហូរប្រេងបានហើយយើងមូវត្ថុវាមកយើងមូរាប់ដបទៅហើយដើម្បីបង្ហូរវាកុំឲ្យវាប្រឡាក់ពេលយើងមូខ្ចៅក៏ដែរយើងក៏ដោះខ្ចៅចេញគឺយើងបង្ហូរប្រេងចេញតែម្ដងហើយប្រេងជាទូទៅបងកុំប្រើយូរពេកប្រើរយៈពេល3ខែនៅសម្រាប់បងប្រើច្រើនណាក៏ណាយើងប្រើយើងអត់ដូរគឺវាឡើងស្នឹមកាទេធ្វើឲ្យកាទេហ្នឹងវាឡើងស្នឹមនៅមកហើយមួយទៀតពេលបងប្រើយូរទៅប្រេងគឺវាឡើងខៀវពេលយកបរហូរចេញមកអញ្ចឹងបងឃើញអត់អញ្ចឹងរយៈពេល3ខែគឺបងបោដូរប្រេងចោលតែម្ដងទៅកុំទុកវាយូរពេកពេលយើងចាក់ប្រេងថែមក៏គុណភាពវាអត់ល្អដែរបងអញ្ចឹងណាពេលយើងបរហូរហើយយើងគ្រាន់តែយកខ្ចៅអីមកចាប់ចូលវិញទៅបានហើយតោះមកបងលើក្បាលម៉ាស៊ីនដាក់ចូលកន្លែងដើមវាវិញទៅដាក់តាមទម្រង់ជ័រដែលយើងដកចេញណាគឺយើងដាក់ចូលទៅវិញទៅដូចវីដេអូខ្ញុំធ្វើជូនបងមើលអញ្ចឹងបន្ទាប់មកនេះបងមូកម្រើកខាងលើនេះបងមូចាក់ប្រេងមកដបខ្លះទៀតនឹងចូលទៅបងហើយយើងមូទៅវិញទៅគឺយើងប្រើបានធម្មតាហើយបងហើយវីដេអូបងប្អូនក៏មានប៉ុណ្ណឹងដែរសូមអរគុណសូមជម្រាបលា